ធ្វើអីក៏បរាជ័យធ្វើអីក៏បរាជ័យអ្នកទាំងអស់គ្នាធ្លាប់បាក់ទឹកចិត្តដោយសារតែអារម្មណ៍មួយនឹងអត់ខ្ញុំយល់ច្បាស់ខ្លាំងមែនតែនពីអារម្មណ៍បែបហ្នឹងអស់ពីមួយឆ្នាំចូលមួយឆ្នាំមុនអត់កើតឆ្នាំនេះសង្ស័យតែអត់លិតទៀតហើយមើលទៅយើងបានព្យាយាមធ្វើល្អគ្រប់រឿងគ្រប់យ៉ាងហើយអស់ពីសមត្ថភាពដែលយើងអាចធ្វើបានគេនៅតែក្បត់យើងអញ្ចឹងសួរថានោះគឺជាកំហុសរបស់យើងមែនខ្ញុំចង់ឲ្យវីដេអូមួយនេះដែលអ្នកកំពុងតែមើលហ្នឹងគឺជាវីដេអូចុងក្រោយនៅក្នុងនាមជាមនុស្សម្នាក់ដែលកំពុងតែគិតតែខ្លួនឯងធ្វើអីក៏បរាជ័យចាប់ពីថ្ងៃនេះទៅព្រោះខ្ញុំមានកលឹះពីរយ៉ាងសំខាន់ខ្លាំងមែនតែនដែលខ្ញុំខ្លួនឯងបានអនុវត្តហើយទទួលបានផ្លែផ្កានៅក្នុងជីវិតរបស់ខ្ញុំបរាជ័យច្រើនលើកច្រើនសារមែនតែនខ្ញុំបានបាត់បង់ខ្លួនឯងគិតអ្វីក៏អត់ចេញរស់នៅជាមួយនឹងសភាពបែបនោះអស់ជាច្រើនខែបន្ទាប់មកខ្ញុំចាប់ផ្ដើមយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃហេតុអ្វីបានជាគេជោគជ័យហើយខ្ញុំបរាជ័យខ្ញុំចាប់ផ្ដើមចំណាយពេលអត់ប្រយោជន៍ដើម្បីតាមដានជីវិតអ្នកដទៃយល់ច្រឡំថាភាពជោគជ័យរបស់គេគឺជារបស់ខ្លួនឯងរហូតដល់ខ្ញុំរកឃើញថាតាមពិតបញ្ហាគឺមកពីខ្លួនខ្ញុំតាំងពីដើមមកខ្ញុំគឺជាមនុស្សដែលមានគោលដៅច្បាស់លាស់ជានិច្ចតែអ្វីដែលធ្វើឲ្យខ្ញុំបរាជ័យមកពីខ្ញុំអនុវត្តខុសនេះគឺជាវីដេអូចុងក្រោយដែលអ្នកមើលនៅក្នុងនាមជាមនុស្សដែលគិតតែខ្លួនឯងបរាជ័យចាប់តាំងពីថ្ងៃនេះតទៅអ្នកនឹងផ្លាស់ប្ដូរលទ្ធផលរបស់ខ្លួនឯង180ដឺក្រេតែម្ដងនៅក្នុងរយៈពេលត្រឹមតែ3ខែតែប៉ុណ្ណោះ Yes 3ខែតែប៉ុណ្ណោះទី1យើងត្រូវតែផ្ដោតទៅលើអ្វីដែលយើងត្រូវធ្វើប្រចាំថ្ងៃច្រើនជាងផ្ដោតទៅលើលទ្ធផលចុងក្រោយព្រោះចំណុចដែលយើងត្រូវធ្វើប្រចាំថ្ងៃហ្នឹងសុទ្ធសឹងតែជាសកម្មភាពដែលយើងអាចគ្រប់គ្រងបាន100%រីឯលទ្ធផលវិញគឺជាអ្វីដែលយើងចង់បានប៉ុន្តែយើងអាច